បើខ្ញុំប្រាប់ថាយកស្លែមកផ្លុំធ្វើបេប៉ោងក៏បានដែរជឿអត់សម្រាប់អ្នកដែលគាត់ដឹងហើយគាត់អត់មើលក៏បានដែរតែសម្រាប់អ្នកគាត់អត់ដឹងគាត់គួរតែមើលវីដេអូមួយនេះរបៀបលេងស្លាមថ្មីប្លែកទៀតហើយបើខ្ញុំអ្នកលក់ផ្ទាល់ក៏ទៅតែដឹងដែរតែឥឡូវគេខ្ញុំសាក់លវងយកជាមួយនឹងប្រភេទស្លាមដែលខ្ញុំមានក្នុងស្តុកស្រាប់ជាមួយនឹងស៊ីយ៉ូផ្លុំអញ្ចឹងណាយើងអាចចាំបាច់ទៅផ្លុំម៉ាស៊ីនក្តៅម៉ាស៊ីនអីដូចស្កុតទេគ្រាន់តែដាក់ឲ្យចិត្តឲ្យចឹងមកផ្លុំចេញមកគឺចេញហ្មងគ្រាន់តែថាពេលដែលយើងផ្លុំចេញមកវារៀងអាឡាក់ទន់ជាងស្កុតអញ្ចឹងណាចង់ទៅអត់បានយូរទេវាឆាប់បែកជាងតែផ្លុំចេញដូចគ្នាហើយខ្ញុំគិតថាប្រភេទស្លាមគ្រប់ស្លាមគឺសុទ្ធតែអាចផ្លុំបានទាំងអស់លើកលែងតែប្រភេទស្លាមទឹកមួយណាផ្លុំអត់ចេញទេព្រោះដោយសារវាជាលក្ខណៈទឹកសម្រាប់គាត់អត់ដឹងអីគឺគាត់អាចសាកល្បងលេងតាមខ្ញុំបានណាអ្នកគាត់ចង់បានគ្រឿងស្លាមគាត់អាចធ្វើការតំណែងមកកាន់ខ្ញុំបានទិញហីក៏បានឬមួយក៏ទិញជាឈុតក៏បានដែរដោយមួយឈុតនៅក្នុងវីដេអូនេះតម្លៃត្រឹមតែ$3ទេខ្ញុំដាក់ឲ្យគ្រប់មុខហ្មងហើយមួយឈុតហ្នឹងព្រីជាមួយនឹង sticker បិទជាងស្លាមឲ្យវិញចំនួន3ស្លឹកជាមួយនឹងភ្លេចផ្លែមួយកំប៉ុងទៀតណាតែគាត់ចង់ទិញស្លាមយកទៅធ្វើខ្លួនឯងក៏បានដែរមានឈុតគេឲ្យទៀតនេះ